សួស្តីបងប្អូនជាទីស្រឡាញ់ជាទីរាប់អានទាំងអស់គ្នាដែលតែងតែនិយមតាមដានទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាទឹកដោះគោទាំង4ដែលកូនមិនអាចញ៉ាំបានមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំទឹកដោះគោគឺជាប្រភពដ៏ល្អក្នុងការធ្វើឲ្យកូនលូតលាស់បានល្អជាពិសេសឆ្អឹងតែម្ដងព្រោះវាមានសារធាតុជាច្រើននៅក្នុងនោះប៉ុន្តែមិនមែនទឹកដោះគោទាំងអស់សុទ្ធតែល្អចំពោះកូននោះទេវាមានទឹកដោះគោ4ប្រភេទដែលមិនល្អចំពោះសុខភាពកូនឡើយតើមានអ្វីខ្លះទៅចំណុចទី1ទឹកដោះគោកម្ដៅយូរពេកមានកូនក្មេងមួយចំនួននៅពេលដែលបៅទឹកដោះគោតែងតែបៅមិនអស់ទេដោយសារតែពួកគេមានក្រពះតូចប៉ុន្តែអ្នកម្ដាយបែរជាឆុងច្រើនទៅវិញដោយនៅពេលដែលកូនបៅសល់អ្នកម្ដាយតែងតែយកវាទៅកម្ដៅហើយយកឲ្យកូនបៅជានិច្ចប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកយកវាទៅកម្ដៅក្ដៅពេកវានឹងអាចធ្វើឲ្យសារធាតុទាំងអស់ដែលមាននៅក្នុងទឹកដោះគោនឹងខូចអស់ជាហេតុដែលអាចប៉ះពាល់ដល់សុខភាពកូនបានដូចនេះបើទឹកដោះគោនោះនៅសល់250 មីលីលីត្រអ្នកអាចយកវាទៅកម្ដៅចំនួន1នាទីទៅបានហើយចំណុចទី2ទឹកដោះគោខាប់ពេកមានអ្នកម្ដាយមួយចំនួនបារម្ភកូនបៅមិនឆ្អែតតែងតែឆុងទឹកដោះគោដែលខាប់ឲ្យកូនបៅជានិច្ចវាជាសកម្មភាពដែលកំពុងបំផ្លាញកូនព្រោះនៅពេលដែលកូនបៅទឹកដោះគោបែបនេះច្រើនពេកវានឹងអាចធ្វើឲ្យកូនហើមពោះទល់លាមកហើយមិនព្រមបរិភោគអាហារផ្សេងៗឡើយម្យ៉ាងទៀតវាក៏អាចធ្វើឲ្យកូនអ្នកមិនអាចឡើងទម្ងន់បានទៀតផងចំណុចទី3ទឹកដោះគោលាយជាមួយទឹកផ្លែឈើមានអ្នកម្ដាយមួយចំនួននៅពេលដែលកូនមានអាយុ4ខែគឺចាប់ផ្ដើមឲ្យកូនញ៉ាំទឹកផ្លែឈើហើយដោយលាយចូលទៅក្នុងទឹកដោះគោឲ្យកូនបៅការធ្វើបែបនេះពិតជាប៉ះពាល់ដល់កូនខ្លាំងណាស់ដោយសារតែនៅពេលដែលទឹកដោះគោប៉ះជាមួយនឹងទឹកផ្លែឈើអាចធ្វើឲ្យទឹកដោះគោពិបាករំលាយហើយរាងកាយក៏ពិបាកស្រូបយកដែរចំណុចទី4ទឹកដោះគោលាយជាមួយថ្នាំមានកូនក្មេងមួយចំនួននៅពេលដែលឈឺគឺមិនព្រមញ៉ាំថ្នាំឡើយជាហេតុដែលធ្វើឲ្យអ្នកម្ដាយឈឺក្បាលខ្លាំងណាស់ក៏យកថ្នាំទៅលាយជាមួយទឹកដោះគោឲ្យកូនញ៉ាំទៅប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលថ្នាំនោះលាយជាមួយទឹកដោះគោវានឹងធ្វើឲ្យក្រពះនិងពោះវៀនរបស់កូនពិបាកស្រូបយកខ្លាំងណាស់នោះវានឹងមិនអាចព្យាបាលជំងឺកូនបានឡើយ